ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមានមកបន្តសេចក្ដីរបស់យើងទៀតហើយមុននឹងចូលទៅដល់វីដេអូកុំភ្លេចជួយចុច like subscribe ឲ្យម្នាក់មួយផងណាដោយផ្ដើមភាគមួយនេះមកយើងក៏បានឃើញពីសូណូដែលគាត់នឹងកំពុងតែធ្វើការទិញទឹកក្រូចឲ្យទៅកាន់យាយជីតែរំពេចនោះផងដែរមិនដឹងជាចុងអាយរបស់យើងលេចមកពីណានោះទេដែលធ្វើទឹកមុខនឹងគួរឲ្យខ្លាចមែនទែនដោយនាងថែមតែបានឲ្យឈ្មោះរបស់គាត់ខ្សែទៀតផងសូណូហើយលេមកឃើញបែបហ្នឹងអីអាណាមិនភ្ញាក់ទៅចម្លែកនឹងមិនតាន់អស់ចិត្តនោះទេនាងថែមតែបានចាប់ទាញកអាយរបស់គាត់នឹងទៅក្លៀតមួយជាមួយនឹងនាងទៀតផងក៏លេចមើលឆ្វេងស្ដាំចុះឡើងនៅពេលដែលបានឃើញថែមិនមានមនុស្សហើយនោះនាងក៏បានសារភាពភ្លាមថាខ្ញុំចូលចិត្តគីមយ៉ូហានយើងមើលទៅ reaction របស់ស៊ូណូដំបូងនឹងឃើញថាគាត់ភ្ញាក់ផ្អើលមែនទែនតែក្រោយមកក៏បានប្រាប់នាងថាគឺគាត់បានដឹងហើយចុងអាយបានសួរទៅភ្ញាក់ផ្អើលទៅវិញថាមិនបានជាគាត់ដឹងអញ្ចឹងតែគាត់បានដឹងរឿងនេះតាំងពីពេលណាទៅស៊ូណូបានតបថា4នាទី40វិនាទីគឺគាត់បានដឹងមុននឹងឯងចុងអាយភ្ញាក់ផ្អើលនឹងបន្តសារភាពថានាងពិតជាចូលចិត្តគីមយ៉ូហានពិតមែនមិនត្រឹមតែប៉ុណ្ណោះទេពួកគេទាំងពីរក៏ថែមទាំងបានដើរទិញអីវ៉ាន់ជាមួយនឹងគ្នាហើយសូម្បីតែថៅនឹងក៏រួចផងដែរប៉ុន្តែបញ្ហានោះគឺពួកគេមិនតបានសារភាពនៅឡើយនោះទេស៊ូណូក៏ឆ្ងល់ផងដែរមិនក៏មិនសារភាពតែម្ដងទៅនៅចាំអីទៀតដែលគាត់នឹងក៏បានសង្កេតឃើញសិស្សស្រីម្នាក់នឹងក៏បានចាប់អារម្មណ៍ទៅកាន់យ៉ូហានផងដែរនេះពេលថាអ្នកផ្ដល់កំណត់ឲ្យគេនេះគឺត្រង់ស្លូហ្មងហ្នឹងហើយមានឲ្យតែផ្លូវតច្រកឯណាគេផ្ដល់កំណត់ឲ្យសោះហ្នឹងហើយដូចពេលហ្នឹងទៅចុងអាយក៏បានប្រាប់គាត់ថាគឺមិនឯនោះទេនៅពេលដែលខ្ញុំទៅដល់ផ្ទះវិញខ្ញុំនឹងនិយាយជាមួយនឹងគាត់ដែលពេលមួយហ្នឹងហើយបានធ្វើឲ្យមកវ៉ាន់ចម្លែកចិត្តដូច្នេះអ្នកទាំងពីររស់នៅផ្ទះជាមួយនឹងគ្នាអញ្ចឹងពេលដែលខ្ញុំឃើញអ្នកទាំងពីរនៅក្នុងផ្សារហ្នឹងក៏មិនបានប្រើភ្នែកនោះដែរនៅពេលដែលនិយាយបែបហ្នឹងហើយក៏បានរត់ចេញទៅនៅចុងអាយនឹងឆ្ងល់មែនទែនតែគាត់រត់ទៅណែគឺសូឡូបានរត់មកថ្នាក់រៀននៅចុងអាយរត់តាមនឹងបែកយើងឡើងជោគដូចយើងក៏បានឃើញផងដែរថាយ៉ូហានបានសម្លឹងមកមើលពួកគេដូចក៏មានសិស្សស្រីម្នាក់នឹងបានមកឈរក្បែរយ៉ូហានទៀតហើយនាងបានយកនោះមកឲ្យគាត់ក៏ប៉ុន្តែឃើញថាក៏មិនខ្វល់ជាមួយនាងនោះទេនៅពេលដែលដល់មកចេញលេងវិញចុងអាយក៏បញ្ញាប់ហួយគាត់នឹងទៅជាមួយនឹងនាងព្រោះថានៅមានរឿងនិយាយជាមួយនឹងគ្នាទៀតដល់ពេលមកដល់កន្លែងមួយដែលស្ងាត់ហើយចុងអាយក៏បានប្រាប់គាត់តាមនឹងគឺថាពួកគេទាំងពីរមិនមែនទៅរស់នៅផ្ទះជាមួយនឹងគ្នានោះទេគេនៅយូរមកហើយស៊ូណូក៏បានយកច្រឡំថាពួកគេទាំងពីរនឹងក៏បានដែរចុងអាយបានប្រកែកភ្លាមថាមិនដូចអីដែលគាត់គិតនោះទេអ្វីដែលនាងបានដឹងនៅពេលនេះគឺដឹងត្រឹមតែថានាងចូលចិត្តយ៉ូហានតែនាងគឺមិនដឹងនោះទេថាគាត់នឹងចូលចិត្តនាងវិញដែរឬអត់នោះស៊ូណូក៏បន្តិចមកនឹងឆ្លើយថាបញ្ហាមិនមែនមកពីចុងអាយនោះទេប៉ុន្តែគឺជាយ៉ូហានដែលគាត់គឺជាមនុស្សដែលគិតខ្លួនឯងនៅក្នុងផ្លូវអវិជ្ជមានគាត់គិតថាគាត់មិនល្អគ្រប់គ្រាន់សម្រាប់អ្នកដទៃនោះទេប្រហែលជាយ៉ូហានក៏គិតថាគាត់មិនស័ក្តិសមជាមួយនឹងចុងអាយដែលជាមនុស្សល្អបែបហ្នឹងទោះបីជាបែបហ្នឹងក្តីចិត្តរបស់ចុងអាយពេលនេះនាងគិតឃើញតែរឿងមួយយ៉ាងនោះទេមិនថាគាត់មានចំណុចខ្វះខាតឬក៏អត់នោះទេគឺនាងនៅតែចង់នៅក្បែរគាត់ដដែលហ្នឹងស៊ូណូបានប្រាប់ថាបើនាងគិតបែបហ្នឹងទៅហើយដូច្នេះរឿងមួយនេះគ្មាននរណាអាចជួយដោះស្រាយក្រៅពីនាងបាននោះទេគឺវាដូចជាកិច្ចការងារផ្ទះយ៉ាងដូច្នោះដែរដែលមានតែនាងប៉ុណ្ណោះដែលអាចរកចម្លើយបានពេលដែលស៊ូណូកំពុងតែនិយាយជាមួយនឹងចុងអាយហ្នឹងក៏បាននឹកឃើញអតីតកាលរបស់ខ្លួនជាមួយនឹងគីមយាជីកាលពីមុនស៊ូណូតែត្រូវបានក្មេងប្រុសៗហ្នឹងធ្វើបាបជាញឹកញាប់ប៉ុន្តែថ្ងៃមួយក៏មានក្មេងស្រីម្នាក់បានលេចមកនៅចំពោះមុខគាត់ដែលម្នាក់នោះគឺជាយាជីដែលនៅពេលនោះនាងបានចូលមកណែនាំខ្លួនជាមួយនឹងគាត់ហើយថែមទាំងបានអញ្ជើញគាត់នឹងឲ្យចូលក្លឹបសិក្សាជាមួយនឹងនាងទៀតផងអ្វីៗគ្រប់យ៉ាងរវាងពួកគេទាំងពីរក៏បានចាប់ផ្ដើមតាំងពីពេលនោះមកនៅថ្ងៃបន្ទាប់យាជីក៏បានឃើញថាក្មេងប្រុសៗហ្នឹងក៏បានមករករឿងជាមួយនឹងស៊ូណូទៀតហើយនាងក៏បានចូលទៅការពារគាត់ដែលនៅពេលនោះបានធ្វើឲ្យវ៉ែនតារបស់នាងហ្នឹងបែកកញ្ចក់ទៀតផងក្មេងប្រុសៗឃើញបែបហ្នឹងហើយក៏ប្រញាប់សំទោសនាងដែលនិយាយថាពួកគេនឹងគ្រាន់តែលេងសើចនោះទេលេងសើចអីនេះគឺថាប៊ូលីគេឲ្យច្បាស់កន្លែតហ្មងសម្បីតែពេលហ្នឹងយាជីហ្នឹងក៏អត់ទុកដែរដែលនាងហ្នឹងគឺខឹងមែនទែននាងនិយាយថាពួកគេនឹងនៅក្មេងទេមិនក៏ចាំមកធ្វើអាចរឹករើអាងគ្នាអញ្ចឹងហីវាក៏មិនខុសអីពីក្មេងដែលគ្មានម៉ែឪបដៅនោះដែរស៊ូណូមើលទៅយាយជីពេលហ្នឹងគឺថាខុសខ្លាំងមែនទែនសម្រាប់គាត់នៅពេលដែលស៊ូណូនៅក្នុងមហាវិទ្យាល័យវិញពេលហ្នឹងមានសិស្សស្រីម្នាក់មកនិយាយជាមួយនឹងគាត់ដែលបានសរសើរថាឥឡូវហ្នឹងគាត់ពេញរូបពេញរាងសង្ហាខ្លាំងមែនទែនជាមួយនឹងសម្លេងរបស់គាត់ឥឡូវហ្នឹងក៏ចាប់ផ្ដើមបែកទៅជាពេញកំឡោះផងដែរដល់ពេលស៊ូណូវិញធ្វើជានិយាយថាប៉ាត់មែនអីតែក៏មកមើលពេលដែលមកដល់ផ្ទះវិញនោះក៏ចាប់ផ្ដើមវឹកហាត់សម្លេងរបស់ខ្លួនឯងហើយនោះគឺជាអតីតកាលដែលស៊ូណូបានរៀបរាប់ឲ្យទៅកាន់ចុងអាបានដឹងភ្លាមចុងអាក៏បានសួរថានោះគឺសម្រាប់យាយជីមែនទេស្រាប់តែមុខរបស់ស៊ូណូក៏ចាប់ផ្ដើមឡើងក្រហមភ្លាមដោយគាត់នឹងថែមតែបានរត់គេចពីនាងទៀតផងចុះបានតែបន្តិចអ្នកទាំងពីរនឹងក៏បានលើការសន្ទនាដ៏ព្រឺព្រួចមួយឲ្យខ្ញុំសុំទោសផងយ៉ូហានខ្ញុំគ្រាន់តែចង់ណាត់ជួបលោកឲ្យបានម្ដងនោះទេតែអាចឲ្យឱកាសខ្ញុំមួយបានដែរឬអត់អ្នកណាទៅដឹងទៅពេលនោះពួកយើងអាចនឹងស័ក្តិសមគ្នាក៏ថាបានដែរតែយ៉ូហាននៅតែប្រកែកបើថាមិនបានគឺមិនបានហើយនាងក៏បន្តសួរដូច្នេះខ្ញុំអាចនឹងបានដែរឬអត់ថានរណាដែលលោកចូលចិត្តទេយ៉ូហានបានប្រាប់ថានៅក្នុងពេលនេះគឺគាត់មិនមាននោះទេតែរំពេចនោះផងដែរក៏មានអ្នកហៅឈ្មោះរបស់គីមអាយ៉ុងសម្លេងមួយនោះបានសួរថាតើនាងកំពុងតែរំខានគេទៀតហើយមែនទេអាយ៉ុងបានដើរចេញនឹងតបទៅវិញថាមិនមែនជារឿងរបស់នាងនោះទេបន្ទាប់មកយ៉ូហានក៏បានដើរចេញផងដែរតែរំពេចនោះក៏បានកលេចឃើញជាមួយនឹងពីរអ្នកនៅលើកម្មចិនដែរឃើញបែបហ្នឹងហើយ
ហើយក៏បានសួរភ្លាមថាតើអ្នកទាំងពីរកំពុងធ្វើអីពេញមួយថ្ងៃហ្នឹងចុងអាសំណងទៅមើលគាត់នៅគេក្នុងចិត្តថានៅពេលនេះគឺនាងមិនចាំបាច់បារម្ភទៀតនោះទេចំណែកសូណូពេលនេះក៏បានមកសុំទោសយាយជីដែលប្រាប់ថាគាត់គឺមិនបានទៅហាងសិភៅជាមួយនឹងនាងនោះទេនៅពេលដែលចេញពីរៀនគឺគាត់មានកិច្ចការរវល់បន្តិចយាយជីចម្លែកចិត្តដែលថាគាត់រត់ដល់មិនដែលបែបនេះនោះទេហើយក៏បន្តសួរថាតើគាត់នឹងទៅណាទៅពេលដែលចេញពីរៀននោះតែសួរហើយក៏គ្មានការឆ្លើយតបនោះទេពេលដែលងាកមើលទៅឃើញថាបាត់គាត់បាត់តែបន្តិចក្រោយមកក៏បានឃើញថាគាត់បានមកដល់ផ្ទះរបស់ចុងអាដែលមានជាមួយនឹងម្ចាស់ផ្ទះនោះស្វាគមន៍យ៉ាងកក់ក្ដៅចុងអាបានយកនំជាមួយនឹងទឹកក្រូចនោះយកមកឲ្យគាត់ញ៉ាំបន្ទាប់ពីបានរងចាំអស់រយៈពេល20នាទីក្រោយមកចុងអាក៏បានចាប់ផ្ដើមបដូរទឹកមុខដែលបានសួរគាត់ថាស៊ូណូជាមួយនឹងយាយជីមានទំនាក់ទំនងជាមួយនឹងគ្នាមែនទេចំណែកនៅពេលនោះស៊ូណូក៏បានប្រាប់ថាពួកគេគ្រាន់តែជាមិត្តចាស់ជាមួយនឹងគ្នានោះទេចុងអាថាចង់មិនបានជានៅសាលាមុខរបស់គាត់ឡើងក្រហមបែបហ្នឹងស៊ូណូតបថាគាត់រកដងមុខរបស់គាត់តែក្រហមបែបហ្នឹងចុងអាក៏បានចាប់ផ្ដើមខឹងដោយនិយាយថាតែគាត់មិនទុកចិត្តជាមួយនឹងនាងមែនទេនាងបន្តថាពួកគេគួរតែសែនៅចំណុចខ្សោយឲ្យទៅកាន់គ្នាបានដឹងទៅវិញទៅមកគាត់បានប្រាប់ថាយាយជីមិនមែនជាចំណុចខ្សោយរបស់គាត់នោះទេហើយគាត់ក៏មិនទម្លាប់និយាយដើមគេពីក្រៅខ្នងនោះដែរដល់ពេលហ្នឹងនៅឈឺសុំចុងអាឲ្យយាយជីមកលេងផ្ទះរបស់នាងបានដែរឬអត់ចំណែកអ្នកទាំងពីរក៏បានស្មានឃើញទៅមុខរបស់យាយជីគួរឲ្យខ្លាចខ្លាំងមែនទែននៅលើកនេះយ៉ូហានជាអ្នកនិយាយដែលគាត់បានបដិសេធមិនឲ្យអ្នកណាមកក្រៅពីស៊ូណូនោះទេគាត់ថានេះគឺជាផ្ទះមិនមែនជាហាងកាហ្វេនោះឡើយស៊ូណូក៏និយាយតែញញឹមថាបើយ៉ូហាននិយាយបែបនេះទៅហើយខ្ញុំក៏គ្មានអីដែលត្រូវនិយាយទៀតនោះដែរមើលទៅខ្ញុំប្រហែលជាគិតស្រាលពេកហើយរឿងដែលអ្នកទាំងពីររស់នៅជាមួយនឹងគ្នាចុងអារបស់យើងក៏ប្រញាប់ឆ្លើយភ្លាមៗថាកុំនិយាយបែបហ្នឹងអីស៊ូណូឯងគឺមិនចាំបាច់ខ្លាចថារំខានពួកយើងនោះទេយ៉ូហានក៏មិនមានបញ្ហានោះដែរបើចង់មកលេងពេលណាក៏បានពេលដែលបានស្ដាប់ឮចុងអានិយាយបែបហ្នឹងទៅធ្វើឲ្យស៊ូណូរំភើបចិត្តខ្លាំងមែនទែនគាត់ថាចុងអាពិតជាល្អមែនដូចជាកន្លែងដែលខ្ញុំអាចបញ្ចេញអារម្មណ៍បានយ៉ាងដូច្នោះដែរហើយមិនតាន់តែចប់ផងចុងអាក៏ត្រូវបានយ៉ូហាននឹងទាញចេញគាត់បន្តនិយាយទាំងខឹងថាមិនក៏អ្នកទាំងពីរនៅតែបន្តប៉ាដៃគ្នាជាមួយនឹងស្និទ្ធស្នាលគ្នាខ្លាំងបែបហ្នឹងអាយ៉ាមកនឹងសរសើរតែប្រច័ណ្ឌគេហ្មងចំណែកស៊ូណូវិញក៏ចាប់ផ្ដើមផ្សាយដើម្បីបដូរប្រធានបទភ្លាមដំបូងខ្ញុំពិតជាបារម្ភជាមួយនឹងយ៉ូហានខ្លាំងណាស់នៅពេលដែលគេចាក់ចេញពីផ្ទះតែក្រោយមកនៅពេលដែលខ្ញុំសង្កេតឃើញថាយ៉ូហានកាន់តែមានភាពល្អឥតខ្ចោះជាងមុនទៅទៀតនៅពេលនោះផងដែរចុងអាក៏បានញញឹមក្នុងចិត្តដូចក៏និយាយថាទាំងអស់នោះក៏ដោយសារតែខ្ញុំដែរយ៉ូហានបានកាន់តែក្នុងចិត្តរបស់គាត់ថាមិនបានជាចុងអាជាមួយនឹងស៊ូណូពួកគេទាំងពីរហាក់ដូចជាត្រូវគ្នាទៅថ្នាក់ហ្នឹង